ថ្មីទៀតហើយបងប្អូនថ្មីទៀតហើយត្រីចៀនប្រៃផ្អែមបងប្អូនទឹកស្រូបវាចេះមកអែមណាតោះកុំឲ្យចាំយូរយើងទៅធ្វើទាំងអស់គ្នាបងប្អូនដំបូងយើងដាក់ខ្ទះឲ្យក្តៅហើយចាំយើងដាក់ប្រេងឆាណាបងប្អូនដើម្បីកុំឲ្យវាជាប់ហើយកុំភ្លេចបន្ថែមនឹងជាមួយអំបិលតិចផងដើម្បីឲ្យវាមិនឲ្យជាប់ហើយក៏វាត្រីស្រួយល្អដែរបងប្អូនហើយខ្ញុំថ្ងៃនេះទៅផ្សារទិញបានត្រីចាបមួយត្រឹសដែរ1 កន្លះគីឡូបងប្អូនហើយសិតតែសាច់ហើយជាប្រភេទត្រីចាបនេះជាប្រភេទត្រីចិញ្ចឹមដែរប៉ុន្តែវាមានជាតិបងប្អូនវាមានរសជាតិឆ្ងាញ់តោះឥឡូវយើងទុកវាមួយដុល្លារសិនហើយយើងទៅលាយគ្រឿងបងប្អូនគ្រឿងយើងអត់មានអីពិបាកទេបងប្អូនគ្រឿងយើងមាននៅក្នុងផ្ទះបាយសាត្រាំហ្មងដូចជាខ្ទឹមម្ទេសគ្រឿងក្រៅដែលយើងមានហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនតែយើងត្រូវលាយហើយខ្ទឹមហ្នឹងយើងយកវាចិញ្ច្រាំបងប្អូនចិញ្ច្រាំវាឲ្យម៉ត់ឬបងប្អូនចង់ហាន់បន្ទះក៏បានដែរតាមចំណូលចិត្តបងប្អូនអញ្ចឹងណាហើយម្ទេសក៏អញ្ចឹងដែរបងប្អូនម្ទេសយើងហាន់ក៏បានឬច្រាំក៏បានដែរបងប្អូនប៉ុន្តែខ្ញុំហាន់ហើយបងប្អូនហើយយើងទុកមួយឡែកយើងយកចានមកលាយគ្រឿងនឹងចូលគ្នាឲ្យភ្លក់មកល្មមហើយចាំយើងយកទៅស្រូបពីលើត្រីបងប្អូនហើយគ្រឿងវាមានច្រើនទេស្ករខ្ញុំប្រើ2ស្បៀប៊ីចេងកន្លះស្ព្រាហើយនឹងបន្ថែមនឹងប្រេងខ្យងបងប្អូនប្រេងខ្យង1ស្ព្រាដែរបងប្អូនហើយបន្តទៅហ្នឹងវាមានជាទឹកត្រីខ្ញុំប្រើ2ស្ព្រាបងប្អូនហើយបងប្អូនលេខលោកតាមហ្នឹងទៅព្រោះពេលខ្លះយើងដាក់នៅក្នុងត្រីនេះយើងមានអំបិលតិចតួចហើយអញ្ចឹងវាអាចនឹងប្រៃតិចហើយអញ្ចឹងយើងលាយនៅខាងនេះមកល្មមបានឲ្យកុំឲ្យដិតពីតដិតវាអាចនឹងប្រៃដែរបងប្អូនហើយយើងថែមម្ទេសឆ្អើរកន្លះស្ព្រាឬ1ស្ព្រាក៏បានដែរបងប្អូនដើម្បីយកពណ៌វាបងប្អូនបន្តមកយើងដាក់ខ្ទឹមបងប្អូនដាក់ខ្ទឹមលាយវាចូលគ្នាឲ្យសព្វរលាយគ្រឿងអស់ហើយចាំយើងដាក់ថែមទឹកបងប្អូនយើងដាក់ទឹកឆ្អិនក៏បានទឹកសុទ្ធក៏បានដែរបងប្អូនដាក់2ស្ព្រាទៅ3ស្ព្រាឲ្យវាមានជាតិរាវតិចដើម្បីយើងស្រូបលើត្រីចៀនអញ្ចឹងទៅវាចូលជាតិបងប្អូនឥឡូវយើងលាយឆ្អិនហើយត្រីក៏ក្រៀមដែរប៉ុន្តែប្រេងឆាយើងត្រូវសម្រិតចេញបងប្អូនយើងទុកវាតលាត់ណាប្រេងឆាយើងសម្រិតវាចេញហើយចាំយើងស្រូបគ្រឿងនឹងពីលើបងប្អូនតែមកយើងស្រូបឡើងឃើញបងប្អូនលៃមកជោគត្រីយ៉ាងហើយមកងាស់ទុកឲ្យវាចូលជាតិទៅចាំយើងដាក់រោយម្ទេសពីលើបងប្អូនដាក់ម្ទេសយើងណាម្ទេសហាន់ហើយណារោយដាក់វាពីលើចឹងមកមើលកិច្ចបងប្អូនដាក់ធ្វើម៉េចឲ្យបានងាស់ឲ្យចូលជាតិឲ្យក្រិចចឹងមកបាទបងប្អូនអែមហើយតោះដាក់ម្ទេសពីលើមកបងប្អូនអ្នកចូលចិត្តហឹរក៏បានចូលចិត្តហឹរក៏បានបងប្អូនអែម the best អរគុណ